រដ្ឋាភិបាលបានប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ការនាំចូលនិងការធ្វើអាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសលើផលិតផលស៊ីសាហើយនិងបារីអេឡិចត្រូនិកដែលភាសាអង់គ្លេសហៅថា e-cigarette អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់ទុកផលិតផលស៊ីសានេះថាមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរជាងបារីតើផលិតផលស៊ីសានិងបារីអេឡិចត្រូនិកជាអ្វីហើយមានផលប៉ះពាល់សុខភាពអ្វីខ្លះដែលលោកលេងម៉ាលីមានសេចក្តីរាយការណ៍ផលិតផលស៊ីសានិងបារីអេឡិចត្រូនិកដែលភាសាអង់គ្លេសហៅថា e-cigarette គឺជាផលិតផលដែលគេផលិតឡើងសម្រាប់ជក់ជំនួសបារីអាជីវករផលិតផលស៊ីសានៅរាជធានីភ្នំពេញមួយរូបឲ្យដឹងថាផលិតផលស៊ីសាគឺជាប្រភេទដំណាប់ផ្លែឈើដែលគេយកមកដុតហើយជក់បឺតស្រូបយកផ្សែងចូលទៅក្នុងសួតដូចគ្នានឹងបារីដែរគេប្រើឧបករណ៍បំពង់សម្រាប់បឺតស្រូបយកផ្សែងថ្នាំស៊ីសាពីការដុតនិងឆ្លងកាត់ទឹកដោយជក់កញ្ឆាដែររីឯបារីអេឡិចត្រូនិកគេប្រើថ្មពិលដុតទឹកថ្នាំសម្រាប់ហឺតផ្សែងនាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាដែលធ្វើការប្រឆាំងផ្សែងបារីគឺលោកវិជ្ជបណ្ឌិតមុំគង់មានប្រសាសន៍បញ្ជាក់ថាផលិតផលស៊ីសាគឺជាផលិតផលធ្វើពីថ្នាំជក់ស៊ីសានេះគឺជាផលិតផលថ្នាំជក់មួយប្រភេទដែលត្រូវបានគេឲ្យនិយមមន្ត្រីទាំងនៅក្នុងអនុសញ្ញាស្ដីពីការគ្រប់គ្រងថ្នាំជក់ដែលប្រទេសកម្ពុជាយើងបានផ្ដល់ស្គាល់បានតាំងពី2005ហើយទាំងនៅក្នុងត្រាចរណែនាំស្ដីពីការហាមជក់បារីនៅក្នុងអគារនៃកន្លែងធ្វើការហើយនិងកន្លែងសាធារណៈបាទទៅបានឲ្យនិយមន័យស៊ីសានឹងថាជាប្រភេទមួយនៃផលិតផលថ្នាំជក់ពីព្រោះផលិតផលថ្នាំជក់គេបានឲ្យនិយមន័យទូទៅថាគឺជាផលិតផលទាំងឡាយណាដែលផ្សំដោយមួយផ្នែកឬទាំងស្រុងពីប្រភេទថ្នាំជក់ឬក៏សារធាតុថ្នាំជក់បាទនៅថ្ងៃទី25កុម្ភៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំដល់គ្រប់ស្ថាប័នអាជ្ញាធរឲ្យចាត់វិធានការបង្ការបញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្មនិងការនាំចូលផលិតផលស៊ីសានិងបារីអេឡិចត្រូនិកអាជ្ញាធរជាតិបានចាត់ទុកផលិតផលទាំងនេះថាមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរជាងបារីនាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាលោកវិជ្ជបណ្ឌិតមុំគង់មានប្រសាសន៍ថាយើងមិនអាចនិយាយបានទេថាការជក់ថ្នាំស៊ីសាមានផលប៉ះពាល់សុខភាពខ្លាំងជាងការជក់បារីឬយ៉ាងណានោះតែពិតស៊ីសាគឺជាផលិតផលថ្នាំជក់មួយអញ្ចឹងផលប៉ះពាល់វាមានដូចជាបារីចឹងដែរប៉ុន្តែកម្រិតនៃការប៉ះពាល់នោះវាអាស្រ័យទៅនឹងបរិមាណដែលអ្នកប្រើប្រាស់នោះក៏ប្រើប្រាស់បាទអញ្ចឹងយើងមិនអាចនិយាយថាស៊ីសានេះមានគ្រោះថ្នាក់ជាងបារីមានគ្រោះថ្នាក់ជាងស៊ីសាបានវាអាស្រ័យទៅនឹងបរិមាណដែលមាននៅក្នុងឧទាហរណ៍ថាមួយថ្នាក់ឯកតានៃស៊ីសាឬក៏មួយតាមនៃបារីអីចឹងបាទអញ្ចឹងម្ដងទៀតវាអាស្រ័យទៅនឹងបរិមាណដែលគាត់ប្រើនឹងបាទហើយតែវាអាចស្រូបម្ដងបានច្រើនជាងប៉ុន្តែគឺគាត់ស្រូបតែម្ដងទៅគាត់អាចប៉ុន្តែបារីនេះគាត់ជក់ហើយជក់ទៀតដើម្បីដល់កម្រិតមួយដែលគាត់ចង់បានដូចតែមានមិនខុសអីទេបាទមានអត្ថបទពេទ្យនៅលើគេហទំព័រជាច្រើនដូចជា The Guardian, Mayo Clinic និងឯកសារនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិកបានសរសេរថាប្រៀបធៀបនឹងចំណុះផ្សែងដែលហឺតចូលសួតក្នុងពេលជក់ថ្នាំស៊ីសាម្ដងរយៈពេលពី45នាទីទៅ1ម៉ោងគឺស្មើនឹងការជក់បារីចន្លោះពី100ទៅ200ដើមតាមការសិក្សាគេបានរកឃើញថាអ្នកជក់បារីបឺតផ្សែងជាមធ្យមកន្លះលីត្រខ្យល់ក្នុងបារីមួយដើមប៉ុន្តែការជក់ថ្នាំស៊ីសាអ្នកជក់បឺតនឹងស្រូបយកផ្សែងចូលសួតជិត1លីត្រខ្យល់ក្នុងម្ដងឯកសារពេទ្យបង្ហាញថាការជក់ថ្នាំស៊ីសាមិនមែនមានផលប៉ះពាល់សុខភាពតិចជាងការជក់បារីទេពីព្រោះអ្នកជក់ស៊ីសាបឺតផ្សែងដែលមានជាតិពុលចេញពីថ្នាំជក់ច្រើនជាងអ្នកជក់បារីឯកសារដដែលបន្តថាការជក់ស៊ីសាធ្វើឲ្យមានគ្រោះថ្នាក់មួយចំនួនព្រោះថាផ្សែងថ្នាំជក់ស៊ីសាមានផ្ទុកសារធាតុពុលខ្ពស់ដូចជាជ័រថាកាបូនម៉ូណូស៊ីតលោហៈធ្ងន់និងសារធាតុគីមីដែលបង្កឲ្យកើតជំងឺមហារីកច្រើនប្រភេទជាការពិតអ្នកជក់ស៊ីសាហឺតចូលផ្សែងដែលមានសារធាតុកាបូនម៉ូណូស៊ីតច្រើនជាងអ្នកជក់បារីទាក់ទងនឹងបញ្ហាសុខភាពវិញដូចគ្នានឹងបារីដែរការជក់ស៊ីសាបណ្ដាលឲ្យកើតមានជំងឺមហារីកមាត់មហារីកក្រពះនិងសួតជំងឺស្ទះសរសៃឈាមជំងឺបេះដូងនិងជំងឺធ្ងន់ធ្ងរមួយចំនួនទៀតចំពោះស្ត្រីដែលមានផ្ទៃពោះការជក់ស៊ីសានាំឲ្យទារកកើតមកមិនគ្រប់ទម្ងន់ឬមិនគ្រប់គីឡូទារកដែលកើតពីម្ដាយជក់ស៊ីសាប្រឈមមុខខ្លាំងនឹងជំងឺផ្លូវដង្ហើមក្រៅពីនេះការជក់ស៊ីសានៅតាមបារឬហាងកាហ្វេនាំឲ្យងាយឆ្លងជំងឺផ្សេងៗដូចជាមេរោគរបេងមេរោគរលាកថ្លើមនិងអាប៉ែសមាត់
ដោយសារតែការសម្អាតបំពង់សម្រាប់ជក់ពីមាត់មួយទៅមាត់មួយនោះមិនបានត្រឹមត្រូវផលិតផលថ្នាំជក់ស៊ីសាមានផ្ទុកសារធាតុនីកូទីនដែលធ្វើឲ្យញៀនដូចបារីដែរប៉ុន្តែអ្នកផលិតបានបន្ថែមរសជាតិនិងក្លិនផ្លែឈើផ្សេងៗផលិតផលនេះត្រូវបានប្រជាពលរដ្ឋនៅឥណ្ឌានិងតំបន់អារ៉ាប់ប្រើប្រាស់ជាច្រើនសតវត្សរ៍មកហើយបច្ចុប្បន្ននេះមានពលរដ្ឋជុំវិញពិភពលោកជាពិសេសក្រុមយុវជនកំពុងនិយមប្រើប្រាស់លិខិតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅថ្ងៃទី25កុម្ភៈបានលើកហេតុផលសម្រាប់បញ្ឈប់អាជីវកម្មផលិតផលស៊ីសាថាដោយសារមហាជនទូទៅរួមទាំងអាជ្ញាធរផងព្រួយបារម្ភខ្លាំងចំពោះបញ្ហាប្រើប្រាស់ផលិតផលស៊ីសាដែលរីករាលដាលខ្លាំងទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះជាពិសេសសិស្សសាលាលោកវិជ្ជបណ្ឌិតមុំគង់ថ្លែងបញ្ជាក់ថាផលិតផលថ្នាំជក់ស៊ីសាមាននៅកម្ពុជាយូរហើយដែរតើតើស៊ីសានេះគិតថាតាមមិនជារឿងថ្មីណាស់ទេបាទពិភពលោកបានស្គាល់ស៊ីសានឹងតាំងពីមកហើយខ្ញុំគិតថាបានមកដល់ប្រទេសកម្ពុជានឹងក៏ជាច្រើនឆ្នាំមកហើយដែរប៉ុន្តែដោយសារថាចុងក្រោយនេះយើងមានដូចថាយុវវ័យនឹងជ្រួលជ្រើមឬក៏ផ្អើលទៅប្រើប្រាស់ផលិតផលនេះកាន់តែច្រើនដែលធ្វើឲ្យមានចំណាត់របស់រដ្ឋាភិបាលនេះបាទក្រៅពីបញ្ហាសុខភាពអាណាព្យាបាលយុវជនខ្លះយល់ថាផលិតផលស៊ីសាជាប្រភេទគ្រឿងញៀនថ្មីដែលពង្វក់អារម្មណ៍យុវជនឲ្យឆ្លក់វង្វេងបោះបង់ចោលការសិក្សាការងារនិងអាចបង្កឲ្យមានបញ្ហាលំបាកធ្ងន់ធ្ងរផ្សេងៗដល់សង្គមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់បញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្មផលិតផលស៊ីសានិងបារីអេឡិចត្រូនិកទោះជាពិនិត្យឃើញថាថ្នាំជក់ស៊ីសាមិនមានសារធាតុគ្រឿងញៀនក្តីក៏ប៉ុន្តែអាជ្ញាធរជាតិលើកហេតុផលថាផលិតផលទាំងនេះមានសារធាតុនីកូទីនខ្ពស់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរីពី